ព្រះបាទជំនួសអង្គសាត្រាព្រះចៅអើយក្រុងមត្ថុលាដល់ស្ដែងជ័យព្រះវរបៃតាសេតាស្រីប្រជុំមុខអើយមន្ត្រីមានព្រះរាជាអង្គការថាអាមាត្យមហាសេនាឯងនៅឯណាចូលមកកលយើងភ្លាមសូមក្រាបថ្វាយបង្គំព្រះករុណាតម្កល់លើត្បូងខ្ញុំព្រះករុណាមកដល់ហើយក្រាបទូលល្អហើយមហាសេនាយើងបានគិតថាព្រះរាជបុត្រីពិសេសពិសុទ្ធសន្ធោក្រៃត្រូវរឹសស្វាមីមានរិទ្ធគ្មានពីរអ្នកណាមានចេស្តារិទ្ធក្លាហានមានបារមីឲ្យតែលើកកៅទុនរួចថ្លែងសរជ័យយើងលើកសេតាស្រីបុត្រីជាព្រះជាយាមហាសេនាឮហើយក៏ប្រណម្យបង្គំលារូតរស់មនីហៀវហោះឆ្ពោះទៅដល់ភពចក្រវាឡាផ្សាយដំណឹងដល់អស់មនុស្សលោកឬយក្សាអិនព្រំទេវតាឲ្យចូលមកប្រឡងលើកធ្នូសរជ័យអស់លោកអញ្ជើញមកដល់ហើយឬតើអ្នកណាមួយចង់លើកធ្នូសរមុនគេខ្ញុំក្រាបថ្វាយបង្គំព្រះអង្គម្ចាស់ខ្ញុំព្រះករុណាសូមសាកល្បងមុនគេក្រាបទូលមិនរួចទេណាតើអ្នកណាទៀតចង់សាកល្បងដែរអាសូរាបានឮដូច្នេះហើយក៏លើកកប្រណម្យទូលព្រះបង្គំសុំលើកម្ដងយឺប៉ះស្វ័យមនុស្សសាកម្លាំងមិនខ្លាំងក្លារៀងក៏មិនសង្ហាចង់មកប្រឡងជាមួយនឹងយើងផងណា
ព្រះនរាយណ៍ចោមពងព្រះអង្គបានឃើញមនុស្សនឹងយក្សាលើកពំរួចដូចនោះហើយពុំរងឡើយក៏លើកកប្រណម្យទូលព្រះបង្គំសូមសាកល្បងមើលណាក្រាបទូបាទជំនក់កាលបបានឃើញព្រះនរាយណ៍រាមាទ្រង់បានលើកធ្លុសោរួចព្រះអង្គក៏មានពហរតីរីករាយក៏បានទ្រង់យាងព្រះបាទទសរថនិងមហាសីព្រមទាំងមន្ត្រីសេនាក្រុងមិថិលាអយុធ្យាឲ្យចូលបោករួមក្នុងពិធីអភិសេកព្រះនាងសេដានិងព្រះរាម ថ្លែងសម្ដែងពីអយុធ្យាបរិយព្រះបាទនៅទសរថព្រះចក្រីព្រះបិតានៃព្រះរាមាមានជនមាយុកាន់តែចាស់ជរីគិតថាបុត្រារាមត្រូវឡើងស្នងរាជកាលបើបានព្រះតម្រេះដូច្នោះហើយក៏ទ្រង់មានព្រះអង្គការថាអាមាត្យទៅហៅព្រាហ្មណ៍បរោហិតមកចូលរោងជំនុំភ្លាមណារួចហើយទៅហៅមហេសីទាំង3
របស់យើងមកជួបយើងផងអា ទទួលបញ្ជាក្រាបទូល ជំនុំក្រុងអយុធ្យាអង្គអញគិតថាអញមានជនមាកាន់តែចាស់ឥឡូវពេលនេះយើងបានគិតបាំងយើងចង់ផ្លាស់ទេរាជទៅឲ្យរាជបុត្រច្បងរបស់យើងគឺព្រះរាមឲ្យសោយរាជជំនួសយើងណាសូមបង្គំទូលព្រះអង្គព្រះស្វាមីតើព្រះអង្គនៅចាំទេគ្រាដែលព្រះអង្គលើកតបតតាំងជាមួយនឹងព្រះអាទិត្យសូរ្យាព្រះអង្គបានសច្ចាថាបើព្រះអង្គឈ្នះសង្គ្រាមកាលណាព្រះភិរុតបុត្រាត្រូវឡើងសោយរាជដាច់ឡើយឥឡូវនេះស្ដេចទ្រង់ប្រែចិត្តឲ្យបុត្រារាមសោយរាជជំនួសព្រះអង្គទៅវិញដូច្នេះគឺក្បត់នឹងពាក្យសន្យាណាព្រះអង្គគេស្រីផំផានតាមធម៌បុរាណណាស្ងួនស្រីដណ្ដាប់ស្នងរាជគឺប្រក្តីបុត្រច្បងណាថ្លៃទៅសោយរាជមុនណាបានទេមិនបានទេសូមព្រះអង្គពិចារណាក្បត់ពាក្យសន្យាខុសទោសធ្ងន់ណាស់ព្រះអង្គសូម្បីតែព្រះមហាក្សត្រពីបុរាណក៏មិនហ៊ានបំពានដែរដូច្នេះព្រះអង្គត្រូវតែឲ្យព្រះភិរុតស្រោយរាជមុនណារីឯព្រះអង្គរាមវិញត្រូវតែទៅបួងសំណាក់ធម៌14ព្រះវស្សាសិនទើបត្រឡប់មកបន្តរាជបានណាកំព្រួយព្រះចិន្តា
អង្គសូមទ្រង់ឲ្យព្រះអនុជភិរុតសោយរាជដូចពាក្យសន្យារបស់ព្រះអង្គទៅថ្ងៃនេះបុត្រសូមថ្វាយបង្គំលាព្រះអង្គចេញទៅបួសនៅព្រៃហេមពានហើយក្រាបទូលចាស់បងសូមព្រះអង្គអនុញ្ញាតឲ្យប្អូនទៅបួសជាមួយព្រះអង្គផងណាគ្រាន់បានជាគ្នាណាក្រាបទូលម្ចាស់បងខ្ញុំជាមហាសីខ្ញុំមិនអាចរស់នៅជាស្រីមេម៉ាយបានទេព្រះអង្គដូច្នេះខ្ញុំម្ចាស់សូមអង្វរម្ចាស់បងឲ្យអូនទៅតាមថែរក្សាបម្រើបាយទឹកព្រះអង្គផងណាក្រាបទូល